មានរឿងអ្វីបានជា Toyota Land Cruiser FJ ស៊េរីឆ្នាំ2026មិនត្រូវដាក់លក់នៅសហរដ្ឋអាមេរិកនិងតំបន់អឺរ៉ុបយន្តការណែនាំពាក្យក្រុមហ៊ុន Toyota បានបញ្ជាក់ថារថយន្ត Land Cruiser FJ ស៊េរីឆ្នាំ2026នឹងត្រូវផលិតមកផ្ដោតសំខាន់សម្រាប់ទីផ្សារតំបន់អាស៊ីអាគ្នេយ៍តំបន់អាហ្វ្រិកនិងតំបន់អាមេរិកឡាទីនដោយមិនមានគម្រោងដាក់លក់នៅទីផ្សារតំបន់អាមេរិកនិងអឺរ៉ុបនោះទេសម្រាប់រថយន្ត FJ Cruiser Model ចាស់បានបញ្ចប់ការលក់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ2014ប៉ុន្តែនៅតែបន្តលក់នៅលើទីផ្សារក្រៅប្រទេសរហូតដល់ឆ្នាំ2022ការដែលក្រុមហ៊ុន Toyota មិនបានប្រកាសលក់រថយន្ត FJ ថ្មីនៅសហរដ្ឋអាមេរិកមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេពីព្រោះសហរដ្ឋអាមេរិកខកខានបាននាំចូលរថយន្ត Toyota Land Cruiser 70 ស៊េរីនិង300 ស៊េរីនេះហើយក៏ជាហេតុផលមួយដែលធ្វើឲ្យ Toyota មកផ្ដោតសំខាន់លើទីផ្សារសហរដ្ឋអាមេរិកបញ្ចប់រឿងនេះតែប៉ុណ្ណេះយើងងាកមកដឹងពីព័ត៌មានខ្លះៗអំពីរថយន្ត Toyota Land Cruiser FJ ស៊េរីថ្មីនេះវិញម្ដងសម្រាប់ FJ Model ឆ្នាំ2026នេះត្រូវបានផលិតឡើងលើគ្រោងឆ្អឹង IMV Platform របស់ Toyota រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ 2.7 លីត្រទំហំ 4 ស៊ីឡាំងអាចផ្ដល់កម្លាំងដល់161សេសនិងកម្លាំងរមុះ246 ញូតនម៉ែត្រផ្គូផ្គងជាមួយប្រអប់លេខអូតូ6វគ្គនិងប្រព័ន្ធបើកបរកង់ទាំង4 4-wheel drive system ទោះបីជារថយន្ត FJ មានទំហំតូចជាងរថយន្ត Land Cruiser 250និង300 ស៊េរីប៉ុន្តែទម្ងន់របស់វាក៏ធ្ងន់គួរសមដែរដែលវាមានទម្ងន់ប្រហែល 1,900 គីឡូក្រាមពោលគឺស្រាលជាង Model 250 ស៊េរីប្រមាណ 300 គីឡូក្រាមសម្រាប់ធាតុផ្សំនៃការរចនាមួយចំនួនហាក់ដូចជាត្រូវបានបំផុសគំនិតពីរថយន្ត Model គំរូ Compact Cruiser EV ដែលត្រូវបានដាក់បង្ហាញក្នុងឆ្នាំ2021ចំពោះរូបរាងនៅផ្នែកខាងក្រៅរថយន្តនេះមានភាពរឹងមាំនិងទ្រវែងស្រដៀងទៅនឹងបងប្អូនរបស់ខ្លួនត្រកូល Land Cruiser ប៉ុន្តែយ៉ាងណាមិញរថយន្តថ្មីក្នុងត្រកូល Land Cruiser គឺបានខ្ចីឈ្មោះ FJ Cruiser មកប្រើប្រាស់ដោយមិនមែនជាការធ្វើឲ្យរស់ឡើងវិញនៅ Model ចាស់ដែលបានបញ្ឈប់ការផលិតយូរហើយនោះឡើយសម្រាប់បងប្អូនក្រោយពីទស្សនាវីដេអូនេះយល់ឃើញយ៉ាងណាដែរចំពោះរថយន្ត Toyota Land Cruiser FJ ស៊េរីឆ្នាំ2026នេះអាចធ្វើការ comment នៅក្នុងវីដេអូនេះបានអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត